Ngàyនេះគឺខ្ញុំមកធ្វើជាមួយនឹងទឹកខ្មេះចេកបងដោយសារតែចេកនៅផ្ទះវាមានច្រើនដែរចេកទុំចេកអីហ្នឹងអញ្ចឹងក៏អត់ដឹងយកធ្វើអីក៏មកយកមកធ្វើជាមួយនឹងទឹកខ្មេះអញ្ចឹងណាបងពាក់សមដៃពាក់អីទៅហើយច្បាច់ចេកហ្នឹងឲ្យម៉ត់ទៅណាតែខ្ញុំរៀងខ្ជិលដែរចាបន្ទាប់មកគឺបងដាក់ជាមួយនឹងស្ករក្រហមចូលអញ្ចឹងណាបងចាដាក់ចូលល្មមទៅហើយបងច្របល់ចូលគ្នាឲ្យម៉ត់អញ្ចឹងហើយទៅបងចាក់ជាមួយនឹងទឹកឆ្អិនរបស់យើងហ្នឹងណាបងចាចាក់ចូល2លីត្រអីចឹងទៅឬក៏អាចតាមនឹងហើយចាំយើងមូលកុំបិទទៅចាំពេលដែលបងបន្ថែមទឹកបានណាបងអានេះខ្ញុំទុកតែមួយយប់ឯងបងអូចុះមកឡើងផលតែម្ដងខ្ញុំមិនដឹងដាក់ទឹកហៀងឆណោះព្រោះទៅធ្វើលើកទី1ដែរអញ្ចឹងណាចាអញ្ចឹងពេលបងធ្វើកុំដាក់ទឹកដល់វាពេញពេកដល់ពេលវាផុលទៅវាឡើងពេញផ្ទះតែម្ដងចាហើយសម្រាប់អានេះដែរគឺខ្ញុំទុកបានមួយយប់ណាបងនេះវាចាប់ផ្ដើមឡើងអញ្ចឹងបងទុកឲ្យយូរទៅវាឡើងតាមហ្នឹងចាំយើងដួសជាមួយនឹងកាកវាខាងលើនឹងចេញឲ្យអស់អញ្ចឹងបងនៅទឹកថ្លាល្អអញ្ចឹងចាហើយចាំមើលនៅពេលដែលបានផលជាក់ស្ដែងម្ដងទៀតខ្ញុំនឹងធ្វើវីដេអូម្ដងទៀតសម្រាប់ឲ្យបងបានមើលទាំងអស់គ្នាចាអរគុណច្រើន